អ្វីទៅគឺជាបញ្ហាឈឺចង្កេះហើយបញ្ហាឈឺចង្កេះនេះមានរោគសញ្ញាអ្វីខ្លះសម្រាប់អក្ខរឈឺចង្កេះបើសិនជាមានការកើតឡើងចំពោះជនណាម្នាក់គឺតែងតែផ្ដល់ផលរំខានក្នុងការអោនងើបឬក៏ធ្វើចលនាឬក៏បំពេញភារកិច្ចការងារឬក៏ការរស់នៅប្រចាំថ្ងៃជាដើមចំពោះបញ្ហាឈឺចង្កេះនេះគឺចាត់ទៅលើ3ដំណាក់កាលស្រួចស្រាលដំណាក់កាលជាប្រចាំថ្ងៃនិងដំណាក់កាលធ្ងន់ចំពោះដំណាក់កាលដែលស្រួចស្រាលគឺអាចនឹងមានរយៈពេល2ទៅ3ម៉ោងឬក៏2ទៅ3ថ្ងៃគឺបាត់ទៅវិញទៅខ្លួនឯងឯងសម្រាប់បញ្ហាប្រចាំថ្ងៃអាចនឹងឈឺចាក់លើសពី6ទៅ12សប្តាហ៍និងអ្នកដែលគាត់មានបញ្ហាឈឺធ្ងន់ឬក៏គេហៅថាជំងឺរ៉ាំរ៉ៃអាចនឹងចាក់ពីយូរជាង3ខែឡើងទៅនេះគឺគេកំណត់សម្គាល់ថាការឈឺចង្កេះបែបរ៉ាំរ៉ៃហើយក៏មានជារោគសញ្ញាមួយចំនួននេះខ្ញុំចង់លម្អិតអំពី7រោគសញ្ញាដែលយើងគួរតែប្រុងប្រយ័ត្នចំពោះបញ្ហាចុករោយចង្កេះដែលចាប់ផ្ដើមឈឺពីខ្នងរហូតដល់ចង្កេះនេះជាដើមរោគសញ្ញាទី1គឺមានអាការៈថាឈឺស្ទុំហើយសម្រាប់រោគសញ្ញាទី2បងប្អូនអាចនឹងមានអាការៈឈឺនៅពេលដែលធ្វើដំណើរទៅណាមកណាមានអាការៈចុករោយឬក៏ឈឺតិចឬក៏ខ្លាំងអាស្រ័យទៅលើដំណាក់កាលនៃបញ្ហារបស់បងប្អូនផងដែរហើយសម្រាប់ទី3គឺបងប្អូនមានអារម្មណ៍ថាឈឺស្គៀបឬក៏មានអាការៈស្ពឹកនៅផ្នែកចង្កេះនេះផងដែរហើយសម្រាប់ទី4គឺមានអារម្មណ៍ថាឈឺចាក់ខ្លាំងដូចគេបាញ់ឬក៏ដូចគេចាក់នេះគឺកម្រិតដែលខ្លាំងដែលបងប្អូនគួរតែយកចិត្តទុកដាក់បើសិនជាចេញជាសញ្ញាបែបនេះហើយសម្រាប់ទី5គឺតកតងជាមួយនឹងការឈឺការកន្ត្រាក់ទៅនឹងសាច់ដុំចង្កេះហ្នឹងចាហើយសម្រាប់ទី6គឺឈឺចាប់នៅពេលដែលយើងចាប់ដើមបន្ទាប់ពីងើបពីអង្គុយហើយយើងងើបឈរចាប់ដើមមានអាការៈឈឺឬក៏ជាប់ឬក៏ចុករោយខ្លាំងសម្រាប់ចំណុចចុងក្រោយគឺឈឺនៅពេលព្រឹកនឹងតែម្ដងដូច្នេះប្រសិនបើពុកម៉ែបងប្អូនអពុំមិញមានអាការៈទាំង7នេះឬក៏រោគសញ្ញាទាំង7ចំណុចនេះគួរតែប្រញាប់ទៅជួបអ្នកជំនាញកុំបន្តទុកឲ្យមានអាការៈរ៉ាំរ៉ៃបន្តទៅមុខទៀតអីប្រសិនបើពុកម៉ែបងប្អូនមានអាការៈឈឺទាំងអស់នេះគួរតែយល់ដឹងអំពីការធ្វើចលនាការធ្វើលំហាត់ប្រាណកុំលើករបស់របរធ្ងន់សម្រាប់ឲ្យបានគ្រប់គ្រាន់ជៀសវាងអាហារប៉ះពាល់ជាមួយនឹងបញ្ហារលាកសរសៃឬក៏បញ្ហាឈឺចង្កេះនេះផងដែរហើយនៅក្នុងឱកាសនេះនាងខ្ញុំចង់ធ្វើការណែនាំអំពីផលិតផល WeHope គឺជាផលិតផលដែលធម្មជាតិជួយថែទាំទៅនឹងសុខភាពរាងកាយទៅលើបញ្ហាសន្លាក់សរសៃបញ្ហាឈឺកត់ពាក់ពោះវៀននិងបញ្ហាលើសជាតិអាស៊ីតប្រសិនបើពុកម៉ែបងប្អូនកំពុងតែជួបវិបត្តិទៅលើបញ្ហាសន្លាក់សរសៃទាំងអស់នេះអាចយក WeHope ទៅដោះស្រាយនិងសម្រួលបញ្ហាអំពុំមិញបានចា៎នាងខ្ញុំមានការចែករំលែកប៉ុណ្នេះចា៎សូមអរគុណនិងសូមគោរពលា